វីដេអូនេះពិតជាមានប្រយោជន៍មែនទែនសម្រាប់បងប្អូនដែលគាត់លាយសំងលាយអីចឹងគាត់លាយដោយដៃចឹងឥឡូវមិនបាច់លាយដោយដៃទេបងប្អូនមានតែម៉ាស៊ីននេះម៉ាស៊ីនបោកខោអាវនេះតាមមើលទៅយើងយកមកផ្សារជាគ្រោងឆ្អេតតម្លើងវាចឹងមកហើយយកម៉ាស៊ីនដាក់ភ្ជាប់ចឹងបងប្អូនយើងអាចកន្លុកសំងកន្លុកឲ្យបានបងប្អូនលែងពិបាកហត់នឿយក្នុងការយើងកន្លុកសំងដោយប្រើដៃទៀតហើយយើងមានតែប៉ុណ្ណឹងយើងអាចក្រឡុកបានវាលឿនតាន់ភាពការងារយើងបានរហ័សយើងអត់ទៅចំណាយលុយក្នុងការទិញអាម៉ាស៊ីនក្រឡុកឲ្យវាធ្ងន់ទៀតណាសំខាន់វាធ្ងន់ទៀតម៉ាស៊ីនក្រឡុកហ្នឹងឥឡូវគាត់បានក្រឡុកបានហើយនេះគាត់ក្រឡុកស៊ីម៉ងហើយវាបានមកក្រោករបស់គាត់ដែរបន្ទាប់ពីក្រឡុកស៊ីម៉ងរួចគាត់សាក់លបងគាត់យកទៅកែច្នៃគាត់ទៅកាត់កង់ឡានជា2ចឹងមកបន្ទាប់ពីកាត់កង់ឡានមួយខាងដាច់ហើយទៅកាត់មួយខាងទៀតយកម៉ូទ័រវាលយើងហ្នឹងយកមកកាត់វាយកកែច្នៃជាតុកអង្គុយបងប្អូនកែច្នៃជាតុកអង្គុយកំណត់យើងវាម្នាក់ពីម្នាក់វាខុសគ្នាបងប្អូនប៉ុន្តែយើងមានកំណត់ហើយយើងអត់មានសម្ភារៈធ្វើក៏យើងបានធ្វើមកគិតបានត្រឹមតែមកគូដែរបើសិនជាយើងមានកំណត់គិតនឹកឃើញថាយើងអាចធ្វើបានហើយយើងមានសម្ភារៈគ្រប់គ្រាន់គ្រាន់តែគិតឃើញភ្លាមធ្វើភ្លាមអាហ្នឹងវាក្តៅអាហ្នឹងក្តៅតន់ចិត្តអញ្ចឹងហើយយើងធ្វើតុកធ្វើអីចឹងជាលក្ខណៈយើងធ្វើតុកធ្វើអង្គុយនៅតាមផ្ទះតាមអីយើងហ្នឹងវាគ្រាន់បើយើងយកអារបស់របរដែលយើងបោះបង់ចោលហ្នឹងយើងទុកវាអត់ប្រយោជន៍ឥឡូវយើងយកមកកែច្នៃប្រើប្រាស់ឡើងវិញបានយ៉ាងឡូយ៉ាងស្រស់ស្អាតនឹងឲ្យបងប្អូនវីដេអូហ្នឹងវាអត់មានអីច្រើនទេបងប្អូនមើលពីមួយដំណាក់កាលមើលទៅមួយដំណាក់កាលទៅវីដេអូណាមានប្រយោជន៍សូមជួយ share ចែកម្លែកម្នាក់មួយទៅដើម្បីជាចំណេះដឹងដល់បងប្អូនយើងដែលគាត់មិនបានឃើញឲ្យគាត់ឃើញអញ្ចឹងដើម្បីឲ្យគាត់ធ្វើតាមអញ្ចឹងហើយដល់ពេលបើបងប្អូនមើលហើយមិនទាន់មានពេលធ្វើបងប្អូនអាច share ឬក៏រសារវីដេអូនឹងទុកមើលម្នាក់មួយទៅថ្ងៃណាយើងនឹកឃើញធ្វើយើងទាញវីដេអូមកមើលយើងអាចធ្វើតាមវីដេអូនឹងបានហើយឥឡូវតុកធ្វើរួចហើយឥឡូវគាត់កែច្នៃធ្វើអាងទឹកសម្រាប់ដាក់ចំត្រីចំអីចឹងហើយឥឡូវទឹកគាត់បូមទឹកដាក់ពេញហើយតទៅពីបូមទឹកដាក់ពេញដល់ដូចទៅទឹកហូរវូចូលអាងទឹកមួយយ៉ាងមកគាត់ដែរកម្រិតឆ្នៃប្រឌិតវាផ្លែកពីគ្នាហើយវាអត់មានអីច្រើនទេដើម្បីតាមដានវីដេអូថ្មីសូមជួយ follow page ម្នាក់មួយផងអរគុណច្រើន